របៀបដូរលុយ Share Card 1 ដុល្លារ ដើម្បីឲ្យចំណេញប្រើបានយូរគេបដូរមិនបដូរ 1 ដុល្លារកន្លះគេបដូរមិនអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញចែកជូនដល់បងប្អូនយើងហើយមិនតែប៉ុណ្ណោះខ្ញុំប្រាប់បង្ហាញអំពីរបៀបឆែកលេខបាទលេខទូរស័ព្ទរបស់យើងហ្នឹងដូចថាយើងភ្លេចអីចឹងទៅបាទយើងចង់ឆែកមើលអីចឹងទៅយើងអាចឆែកបានបងប្អូនណាហើយមួយទៀតរបៀបឆែកលុយគេឆែកមិនមានលេខអីខ្លះហើយរបៀបផ្ដាច់កម្រងគេចុចលេខអីដើម្បីចុចទៅផ្ដាច់បងប្អូនណាអញ្ចឹងបងប្អូនទាំងអស់គ្នាជាដំបូងបងប្អូនយើងចូលមកក្នុងការ call មកបងប្អូនណាបាទចុចចូលការ call របស់យើងបាទនៅពេលណាដែលយើងចុចចូលការ call បងប្អូនទាំងអស់គ្នាសូមចុចតាមខ្ញុំមកបងប្អូនណាបាទហ្នឹងហើយអញ្ចឹងបងប្អូនយើងខ្ញុំប្រាប់អំពីរបៀបដូរលុយ Share Card 1 ដុល្លារដើម្បីឲ្យប្រើប្រាស់បានយូរហើយទទួលបាន 8G គេបដូរមិនបងប្អូនចុចតាមខ្ញុំមកចុចផ្កាយ16 15ផ្កាយបងប្អូនណាហ្នឹងហើយបន្ទាប់មកបងប្អូនយើងវាយលេខ100បាទតមកជ្រុងជ្រូកឲ្យបញ្ជូនបងប្អូនណាអាហ្នឹងយើងដូរលុយ 1 ដុល្លារ Share Card ណាបងប្អូនណាបាទបាន 8G យើងប្រើបានយូរបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនយើងចុចតាមលេខកូដហ្នឹងមកបងប្អូនណាបាទចុចបដូរតាមហ្នឹងមកហើយចុះបើសិនជាយើងចង់បដូរលក្ខណៈ 1 ដុល្លារកន្លះបងប្អូនហ្នឹងហើយបដូរ 1 ដុល្លារកន្លះធ្វើម៉េចឲ្យបាន 15G ប្រើបានយូរបងប្អូនយើងលុបសិនមកអញ្ចឹងបងប្អូនសូមចុចតាមខ្ញុំមកផ្កាយ16បន្តមកចុច15ផ្កាយបាទបន្តមកទៀតបងប្អូនយើងវាយ150មកបាទ150ធុងជ្រូកបញ្ជូនបងប្អូនណាបាទអាហ្នឹងយើងបដូរលុយ 1 ដុល្លារកន្លះ Share Card ណាបងប្អូនណាបាទហ្នឹងហើយ 1 ដុល្លារកន្លះគឺគេចុចបែបហ្នឹងបងប្អូនណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាយើងចប់ពីការដូរលុយ 1 ដុល្លារនិង 1 ដុល្លារកន្លះបងប្អូនយើងដឹងហើយអញ្ចឹងរបៀបយើងឆែកមើលនេះបងប្អូនយើងឆែកមើលលេខទូរស័ព្ទណាបាទយើងឆែកមើលលេខទូរស័ព្ទគេចុចលេខប៉ុន្មានខ្លះបងប្អូនដើម្បីមើលលេខទូរស័ព្ទយើងឃើញណាបាទអញ្ចឹងបងប្អូនយើងចុចតាមខ្ញុំមកចុចផ្កាយ1202បងប្អូនណាហើយត្រង់ជ្រូកបញ្ជូនទៅបងប្អូនណាផ្កាយ1202ត្រង់ជ្រូកបញ្ជូនអាហ្នឹងគឺយើងឆែកលេខបងប្អូនណាបាទយើងឆែកលេខទូរស័ព្ទណាបាទហើយបើសិនតែយើងចង់ឆែកទឹកលុយរបស់យើងបងប្អូនទាំងអស់គ្នាហ្នឹងហើយរបៀបឆែកទឹកលុយយើងចុចចេះមកបងប្អូនយើងលុបចោលសិនទៅបាទរបៀបឆែកទឹកលុយបងប្អូនយើងចុចផ្កាយ124ធុងជ្រូកបញ្ជូនបងប្អូនណាបាទផ្កាយ124ធុងជ្រូកបាទអាហ្នឹងយើងចូលទៅឆែកទឹកលុយ Share Card ណាបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនយើងចុចតាមនឹងមកបាទអញ្ចឹងយើងឈានចូលទៅដល់ការផ្ដាច់កម្រង Share Card បងប្អូនដូចថាពីមុនមកបងប្អូនយើងអត់ដឹងថាយើងជាប់អីខ្លះទេអញ្ចឹងណាអញ្ចឹងយើងចង់ផ្ដាច់កម្រងវិញទាំងអស់ដើម្បីការបញ្ចូលលុយទៅកុំឲ្យកាត់លុយយើងអីចឹងទៅបងប្អូនណាហ្នឹងហើយយើងចង់បញ្ចូលហើយយើងដូរដោយខ្លួនឯងយើងចង់ដូរឬមួយក៏មិនចង់ដូរអាហ្នឹងស្រេចសម្រេចចិត្តលើយើងអញ្ចឹងទៅបងប្អូនណាហ្នឹងហើយអត់ចង់ឲ្យដូរអូតូអីចឹងណាបាទហ្នឹងហើយអញ្ចឹងបងប្អូនយើងដើម្បីផ្ដាច់កម្រងបងប្អូនយើងត្រូវចុចលេខប្រមាណខ្លះអញ្ចឹងបងប្អូនចុចតាមខ្ញុំមកបងប្អូនណាហ្នឹងហើយបងប្អូនចុចផ្កាយផ្ដាច់កម្រងណាផ្កាយ1200ធុងជ្រូកបញ្ជូនបងប្អូនណាហ្នឹងហើយអញ្ចឹងការផ្ដាច់កម្រងវាអត់ខុសអីឲ្យតែយើងចុចលេខកូដហ្នឹងទៅបាទគេប្រាប់យើងឲ្យទៅមុខទៀតបងប្អូនណាវាអត់ខុសអីនឹងបងប្អូនណាដែលបានមើលវីដេអូដែលខ្ញុំបង្ហាញអំពីដូរលុយ Midphone ដូរលុយ Smart គឺបងប្អូនយើងចុចចូលទៅគេនឹងប្រាប់យើងឲ្យធ្វើតាមការណែនាំដែលបងប្អូនធ្លាប់មើលខ្ញុំនឹងទៅបាទបងប្អូននឹងអាចបាទផ្ដាច់កម្រងបានទាំងអស់ហើយបងប្អូនណាបាទហ្នឹងហើយអញ្ចឹងបងប្អូនអាចអនុវត្តឲ្យធ្វើទៅហើយបងប្អូនអាចកត់ទុកទៅថ្ងៃក្រោយយើងងាយស្រួលបាទយើងចង់បដូរអីយើងផ្លិចយើងចូលមកឆែកមើលទៅបាទយើងចូលមកឆែកមើលទៅយើងដឹងអញ្ចឹងណាបាទហ្នឹងហើយអូខេចុះបងប្អូនទាំងអស់គ្នាអរគុណសម្រាប់បងប្អូនយើងបានទស្សនាបាទដែលខ្ញុំបានចែកម្លែកនៅវីដេអូមួយនេះអញ្ចឹងជូនពរឲ្យបងប្អូនយើងទាំងអស់គ្នាបាទជួបតែសំណាងល្អបានសុខចម្រើនហើយរស់ស៊ីមានបានសុខភាពល្អគ្រប់គ្នា